តថ្ងៃនេះយើងទៅឆែកមុខទាំងអស់គ្នាថាតើយើងរកមុខអ្នកណាខ្លះដូចយើងអាច search ក៏បានដែរថា face check យើងវាយនឹង Google អញ្ចឹងទៅតា face check ID អញ្ចឹងណាហើយយើង search ទៅមកទៀតលើគេបងប្អូននេះលើគេបងប្អូននេះផុតហើយអញ្ចឹងយើងចុចលើវាមកចុចបកអញ្ចឹងមកអូខេអញ្ចឹងឥឡូវនេះខ្ញុំនឹងយករូបខ្ញុំនឹងដាក់ចូលនៅក្នុងនេះកន្លែងនេះឃើញគេដាក់ថា drop photo of a person you want to find អញ្ចឹងយើងចង់រកដាក់រូបថតណាគេម្នាក់ដែលយើងចង់រកប៉ុន្តែនៅក្នុងករណីនេះគឺខ្ញុំដាក់រូបខ្លួនឯងទេបើសិនជាយើងដាក់រូបអ្នកផ្សេងយើងត្រូវសុំការអនុញ្ញាតពីម្ចាស់អញ្ចឹងខ្ញុំបើកទៅរករូបរបស់ខ្ញុំមកអញ្ចឹងរូបរបស់ខ្ញុំដាក់នៅហ្នឹងហើយបន្តមកទៀតយើងនៅពេលដែលយើងអាប់ឡូតរូបចូលវារងចាំបន្តិចនេះរូបខ្ញុំអញ្ចឹងបន្ទាប់ពីខ្ញុំដាក់ហើយយើងដាក់ថា search internet by face អញ្ចឹងមានន័យថាយើង search internet by face ហ្នឹងគឺយើងចង់រកថាណាគេមុខដូចយើងអញ្ចឹងតែមុខដូចហ្នឹងមិនប្រកាសថាជាយើងទេណាព្រោះនៅលើលោកនេះមុខដូចក៏ប៉ុន្តែចិត្តអត់ដូចគ្នាអូខេអញ្ចឹងឥឡូវយើងចាប់ផ្ដើមហើយវាចំណាយពេលប្រហែលជាប្រហែល second អាចថាក្រោម1នាទីអញ្ចឹងយើងចាំមើលអូខេតើណាគេមុខដូចខ្ញុំខ្លះចានេះមុខដែលដូចខ្ញុំហើយនៅក្នុងនេះក៏មានខ្ញុំដែរមានខ្ញុំអត់ខ្ញុំមុខដូចខ្ញុំចឹងវាមានទាំងអស់នៅក្នុងនេះអញ្ចឹងយើងអាចមើលឃើញហើយថានៅលើ GitHub នៅលើ Facebook នៅលើ Instagram នៅលើ research card និយាយទៅគេដាក់សោះនៅក្នុងនោះថារូបភាពនឹងមកពីណាអញ្ចឹងណាអញ្ចឹងនៅក្នុងនេះឧទាហរណ៍ថាមាន2នៅ LinkedIn មាន1មានប្រមាណអីចឹងទៅដែលវាមាននៅលើ Facebook នេះមាន2 account មុខស្តៀងខ្ញុំក៏ប៉ុន្តែត្រូវចាំថានេះគ្រាន់តែជាមុខស្តៀងតែអាចនឹងយើងអាចនឹងមិនមានយើងទេយ៉ាងបើសិនជាយើងចង់រកណាគេម្នាក់មុខដែលយើងធ្លាប់ឃើញក្នុង photo អីចឹងហើយយើងចង់ស្គាល់ profile របស់គាត់អាហ្នឹងតើយើងឃើញមុខគាត់ហើយឆែកទៅនឹង Facebook ឆែកទៅនឹង profile របស់គាត់បន្ថែមទៀតហើយតាក់ទងទៅគាត់បានដឹងថាអ្នកនឹងជាគាត់ឬក៏អត់អញ្ចឹងមានច្រើនមែនទែន result នៅកន្លែងនេះគឺមានច្រើនមែនទែនតែម្ដងអញ្ចឹងយើងមើលលទ្ធផលដែលបង្ហាញមកមានន័យថាមានដល់ទៅ1000លានមុខជាងអញ្ចឹងណាហើយរយៈពេលដែលស្វែងរកហ្នឹងត្រឹមតែ6 second ទេមធ្យមមានន័យថា215លានមុខហ្នឹងក្នុង1 second អានេះមានន័យថាជា process របស់ system ដែលវា process រោមុខណាដែលវា process ស្វែងរោមុខអ្នកដែលដូចយើងហ្នឹងអូខេចាឥឡូវយើងឃើញហើយក៏ប៉ុន្តែយើងអាចចុចទៅបានទេដោយសារតែបើយើងចង់ចុចទៅគឺយើងត្រូវបង់លុយឲ្យគេឧទាហរណ៍ថារូបមួយនេះយើងចង់ចុចទៅអញ្ចឹងឃើញទេគេឲ្យបង់លុយឲ្យគេសិនអញ្ចឹងបើយើងចង់ឃើញ profile នឹងនៅណានៅ link នៅណា account នៅណាគឺត្រូវបង់លុយសិនក៏ប៉ុន្តែនៅក្នុងនេះខ្ញុំអត់បានដាក់លុយទេអញ្ចឹងយើងអត់អាចមើលឃើញទេយើងគ្រាន់តែឃើញរូបថតស្តៀងនឹងលំនាំហ្នឹងអញ្ចឹងទី1យើងអាចស្វែងរកមនុស្សដែលមានមុខដូចយើងនៅលើអ៊ីនធឺណិតតាម Face ID ហើយមួយទៀតយើងប្រើ Google គឺ Google search យើងធម្មតាហ្នឹងនៅពេលដែលយើងចូលទៅមានកន្លែងនេះគេដាក់ថា Google Lens នេះអញ្ចឹង search by image យើងចុចមកហើយយើង upload image ហ្នឹងមកខ្ញុំ upload រូបខ្ញុំចូលបន្តមកទៀតបើយើងដាក់អញ្ចឹងមានន័យថា Google នឹងរកនៅក្នុងរង្វង់ដែលយើងចង់បានអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បានតែមុខអញ្ចឹងទេអញ្ចឹងយើងរកអ្នកដែលមានមុខប៉ុន្តែ Google គឺខុសពីមិញតិចដោយសារតែមិញហ្នឹងគេចាប់យកទៅមុខទេតែ Google គឺអាចចាប់យករូបភាពដែលនៅក្នុងរង្វង់ហ្នឹងតែម្ដងអញ្ចឹងវារៀងបើយើង search product search អីយើង search ផលិតផល search អីវាល្អ Google ប៉ុន្តែបើយើង search រកមុខអញ្ចឹងវាអត់សូវuseful ទេវាអត់សូវមានប្រយោជន៍ប៉ុន្មានទេអញ្ចឹងយើងដាក់អញ្ចឹងណាអូខេបន្តមកទៀតយើងទៅមើលលទ្ធផលអញ្ចឹងនេះលទ្ធផល
លទ្ធផលដែលយើងទទួលបានចឹងមកមិនចឹងណាយើងឆែកមើលទៅមុខស្តៀងយើងកែងលោកបងប្អូនយើងអីចឹងចឹងយើង search មើលទៅចឹងនៅក្នុង Google នេះយើងមើលទៅមុខលំនាំស្តៀងនោះដូចជាមិនសូវស្តៀងមិនសូវនេះទេហើយហ្នឹងហើយជាលទ្ធផលនៅលើ Google ចឹងតែ Google យើងអាចចុចទៅមើល account នឹងបានភ្លាមថាប្រភពរូបភាពនឹងចេញមកពីណាដោយអត់ចាំបាច់អស់លុយទេក៏ប៉ុន្តែបើយើងមើលទៅលើលទ្ធផលគឺវាអត់សូវជាដូចយើងបានទេរូបភាពដែលយើងដាក់ទៅផ្សេងអញ្ចឹងហើយឥឡូវមួយទៀតគឺយើងប្រើ Yandex ហ្នឹងគឺជាយើងអាចនិយាយបានថាដូច Google របស់រុស្ស៊ីអញ្ចឹងណាអញ្ចឹងយើង search នៅក្នុង Yandex នោះមកយើងវាយ Yandex/image អញ្ចឹង Yandex/image នេះយើងឃើញហើយមកដល់កន្លែងនេះតែយើងឃើញមានប៊ូតុងហើយកន្លែងប៊ូតុង image នេះអញ្ចឹងអាប៊ូតុងសញ្ញាកាមេរ៉ានេះយើងចុចមកហើយយើងដាក់រូបយើងចូលទៅបន្ទាប់មកទៀតវាស្តៀងនឹង Google Lens ស្តៀងនឹង Google Image Search ដូចមិញអញ្ចឹងវា process មកចូល image របស់យើងអញ្ចឹងមកហើយវានឹងចាប់ទីតាំងអីណាអីអញ្ចឹងយើងគ្រាប់យកលំនាំហ្នឹងឬក៏យើងទុកបើយើងចាប់យករូបភាពនៅក្បែរហ្នឹងអញ្ចឹងវានឹងចាញ់រូបភាពក្បែរហ្នឹងតែបើយើងចាប់យករបៀបនេះមានន័យថាវានឹងចាញ់ជាលទ្ធផល image ដែលគិតថាស្តៀងយើងឬក៏អង្គុយ style ដូចយើងអីចឹងវាលំនាំអញ្ចឹងហើយបន្តទៀតមានមួយទៀតគឺយើងទៅឥឡូវយើងបាន3ហើយយើងទៅ Baidu អូខេហើយបន្តមកទៀតយើងចុចយករូបភាពហើយចូលរូបភាពរបស់យើងហើយបន្តមកទៀតរូបភាពរបស់យើងកំពុងអាប់ឡូតហើយទៅដល់ account ហ្នឹងអញ្ចឹងនេះជារូបនៅលើ Baidu ហ្នឹងដឹងគេអានថាម៉េចភាសាចិននៅ search របស់ចិនអញ្ចឹងវានឹងឃើញរូបលំនាំហ្នឹងអញ្ចឹងវិធីនៃការរករូបភាពហ្នឹងគេរករបៀបអញ្ចឹងផងតែមាន tool បន្ថែមទៀតអញ្ចឹងមាន tool ផ្សេងទៀតដែលគេអាចរកបានល្អជាង accurate ជាងហ្នឹងមានន័យថាជាក់លាក់ជាងហ្នឹងច្បាស់ជាងហ្នឹងអញ្ចឹងគេអាចរកតាមវិធីអញ្ចឹងក្នុងនេះខ្ញុំមាន4វិធីនៅក្នុងការស្វែងរករូបភាពអញ្ចឹងអ្នកទាំងអស់គ្នាអាចសាកល្បងបានតាមរយៈtool ទាំងអស់នេះយើងយកចាញ់និយាយថាយើងនៅពេលដែលយើងថតរូបចឹងទៅនៅពេលដែលយើង post នៅលើ social media ឬក៏អីណាចឹងគេអាចរកយើងតាមវិធីហ្នឹងតាមរូបភាពស្តៀងហ្នឹងហើយគេអត់ដឹងទីតាំងយើងក៏ប៉ុន្តែរូបភាពហ្នឹងមានជាប់របងមានជាប់ព្រៃឈើមានជាប់អីហ្នឹងក៏គេអាចទៅរកទីតាំងយើងឃើញដែរពេលខ្លះវាមិនប្រកាសថាឃើញ 100% ប៉ុន្តែចៃដន្យអីឧទាហរណ៍ថារូបដែលគេដាក់ចូលនៅក្នុង Google Map Google Point អីចឹងណា